ជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក Kash Patel នាយកនៃការិយាល័យស៊ើបអង្កេតកម្រិតសហព័ន្ធ FBI របស់សហរដ្ឋអាមេរិកយើងបានវាតម្លៃខ្ពស់ចំពោះលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចសហប្រតិបត្តិការជាច្រើនឆ្នាំកន្លងមករវាងស្ថាប័នសន្តិសុខរបស់កម្ពុជានិង FBI ក្នុងការទប់ស្កាត់និងប្រយុទ្ធប្រឆាំងអុក្រិកម្មឆ្លងដែនដូចជាការជួញដូរមនុស្សគ្រឿងញៀនឃាតកម្មជំរិតទារប្រាក់អុក្រិកម្មហិរញ្ញវត្ថុនិងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាជំហានបន្ទាប់យើងបានឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នសន្តិសុខកម្ពុជានិង FBI ដើម្បីរក្សាសន្តិសុខនិងសុវត្ថិភាពសម្រាប់ប្រជាជននិងប្រទេសយើងទាំងពីរតើ FBI ពិតជាសំខាន់ណាស់ឬបានជាកម្ពុជាឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នសន្តិសុខកម្ពុជានិង FBI ដើម្បីរក្សាសន្តិសុខនិងសុវត្ថិភាពសម្រាប់ប្រជាជននិងប្រទេសយើងទាំងពីរថ្ងៃនេះយើងនឹងនិយាយអំពីអង្គភាពមួយដែលល្បីល្បាញបំផុតនៅសហរដ្ឋអាមេរិកនោះគឺ FBI Federal Bureau of Investigation អង្គភាពនេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ1808ដើម្បីធានាសុវត្ថិភាពជាតិនិងការពារប្រជាពលរដ្ឋអាមេរិកពីគ្រោះថ្នាក់គ្រប់ប្រភេទតួនាទីរបស់វាមិនត្រឹមតែស៊ើបអង្កេតបទអុក្រិកម្មទេប៉ុន្តែរួមទាំងការការពារសង្គ្រោះនិងអប់រំសង្គមផងដែរយើងនឹងមើលជាបន្តបន្ទាប់ទៅលើតួនាទីសំខាន់ៗរបស់វា1ប្រយុទ្ធប្រឆាំងបទអុក្រិកម្មធ្ងន់ធ្ងរ FBI ជាអង្គភាពស៊ើបអង្កេតសហព័ន្ធដែលមានភារកិច្ចប្រយុទ្ធប្រឆាំងនឹងបទអុក្រិកម្មធ្ងន់ធ្ងរដូចជាការសម្លាប់មនុស្សដែលទាក់ទងជាមួយអន្តរជាតិឬការទៅលើអំណាចរដ្ឋការលួចប្រាក់ធនាគារនិងលួចព័ត៌មានហិរញ្ញវត្ថុតាមអ៊ីនធឺណិតការលួចអត្តសញ្ញាណនិងការលួចបច្ចេកវិទ្យាការរំលោភសិទ្ធិមនុស្សនិងអំពើពុករលួសក្នុងអង្គភាពរដ្ឋតួនាទីនេះធ្វើឲ្យ FBI ក្លាយជាអង្គភាពសំខាន់ក្នុងការរក្សាច្បាប់និងសន្តិសុខសង្គមនៅអាមេរិក2ប្រយុទ្ធប្រឆាំងអត្តឃាតនិយមនិងភេរវកម្មបន្ទាប់ពីព្រឹត្តិការណ៍11កញ្ញាឆ្នាំ2021 FBI បានផ្លាស់ប្តូរយុទ្ធសាស្ត្រទៅជាការពារនិងប្រយុទ្ធប្រឆាំងភេរវកម្មជាលក្ខណៈដំបូងវាមានបេសកភាពស៊ើបអង្កេតបណ្ដាញភេរវកម្មទាំងក្នុងនិងក្រៅប្រទេសដើម្បីរារាំងមុនពេលពួកគេធ្វើសកម្មភាពអង្គភាពនេះធ្វើការសហការជាមួយ CIA, NSA និងអង្គភាពសន្តិសុខបរទេសដទៃទៀតដើម្បីការពារជីវិតប្រជាពលរដ្ឋ3ប្រយុទ្ធប្រឆាំងអុក្រិកម្មបច្ចេកវិទ្យាក្នុងសម័យបច្ចេកវិទ្យា Digital FBI មានក្រុមឯកទេសក្នុងការទប់ស្កាត់អំពើអុក្រិកម្មតាមអ៊ីនធឺណិតដូចជាការលួចទិន្នន័យឬ hack ប្រព័ន្ធធនាគារការលួចគ្រឿងញៀនតាម Dark Web ការចែករំលែករូបភាពអសមរម្យរបស់កុមារការបញ្ឆោតហិរញ្ញវត្ថុតាមអ៊ីនធឺណិតក្រុមនេះធ្វើការបានល្អណាស់ដើម្បីធានាថាប្រជាជនអាមេរិកមានសុវត្ថិភាពក្នុងពិភព Digital 4ស៊ើបអង្កេតអំពើពុករលួយនិងសិទ្ធិមនុស្សFBI មាននាយកការស៊ើបអង្កេតពិសេសសម្រាប់ករណីពុករលួយក្នុងអង្គភាពរដ្ឋនិងការរំលោភសិទ្ធិមនុស្សពួកគេធ្វើការស៊ើបអង្កេតយ៉ាងឯករាជ្យដើម្បីធានាថាអ្នកមានអំណាចមិនអាចប្រើអំណាចក្នុងវិធីខុសច្បាប់បាននោះឡើយការស៊ើបអង្កេតបែបនេះជួយឲ្យសង្គមមានភាពត្រឹមត្រូវនិងទុកចិត្តលើប្រព័ន្ធច្បាប់5ជួយអង្គការរដ្ឋនិងបម្រើសង្គមក្រៅពីចាប់ខ្លួនអុក្រិកជន FBI ក៏ជួយអង្គការរដ្ឋដូចជាការបណ្ដុះបណ្ដាលមន្ត្រីប៉ូលីសក្នុងស្រុកផ្ដល់ជំនួយបច្ចេកទេសក្នុងករណីស៊ើបអង្កេតធ្ងន់ធ្ងរជួយសង្គ្រោះប្រជាជនពេលមានគ្រោះមហន្តរាយឬការប្រព្រឹត្តអំពើភេរវកម្មតួនាទីនេះធ្វើឲ្យ FBI មានភាពជិតស្និទ្ធជាមួយសង្គមនិងអនុវត្តនយោបាយសន្តិសុខក្នុងសហរដ្ឋអាមេរិក6ផ្ដល់អប់រំនិងការយល់ដឹងដល់សាធារណជន FBI ក៏ធ្វើការផ្សព្វផ្សាយព័ត៌មានអប់រំសាធារណជនដើម្បីឲ្យប្រជាជនដឹងពីគ្រោះថ្នាក់ជាក់ស្ដែងដូចជាវិធីការពារខ្លួនពីការលួចអត្តសញ្ញាណការប្រើប្រាស់អ៊ីនធឺណិតយ៉ាងសុវត្ថិភាពការផ្ដល់ព័ត៌មានជាសាធារណៈអំពីអំពើអុក្រិកម្មដែលកំពុងកើតឡើងតាមរយៈនេះ FBI មិនត្រឹមតែជាអង្គភាពស៊ើបអង្កេតទេប៉ុន្តែជាគន្លឹះក្នុងការអប់រំសង្គមឲ្យយល់ដឹងពីសុវត្ថិភាពផងដែរFBI មិនមែនត្រឹមតែជាអង្គភាពចាប់អុក្រិកជនទេប៉ុន្តែជាអង្គភាពដែលមានភារកិច្ចធំបំផុតក្នុងការរក្សាសន្តិសុខជាតិនិងការពារសង្គមអាមេរិកទាំងមូលដោយមានភាពតស៊ូវិន័យនិងការងារជាក្រុមជិតស្និទ្ធជាមួយអង្គភាពសន្តិសុខបរទេសដទៃទៀត FBI បានក្លាយជាគំរូដ៏ល្អសម្រាប់ប្រទេសជាតិទូទាំងពិភពលោក